រឿងខ្មោចសៀវភៅពិឃាតរាល់ថ្ងៃនាងខ្ញុំតែងតែទៅអានសៀវភៅនៅក្នុងបណ្ណាល័យក្នុងសាលារាល់ពេលម៉ោងទំនេរបណ្ណាល័យនោះមានសៀវភៅជាច្រើនហើយសៀវភៅខ្លះមានអាយុកាលបងខ្ញុំទៅទៀតព្រោះបណ្ណាល័យនោះជាបណ្ណាល័យដែលសេសសល់ពីសង្គមចាស់ថ្ងៃនេះក្នុងបណ្ណាល័យហាក់ដូចជាស្ងាត់ណាស់មិនមានមនុស្សមកមើលច្រើនដូចរាល់ថ្ងៃសោះតែក៏ល្អព្រោះខ្ញុំអាចប្រមូលអារម្មណ៍អានសៀវភៅយ៉ាងស្ងប់ស្ងាត់ខ្ញុំដើររកមើលសៀវភៅនៅទូដែលដាក់សៀវភៅចាស់ៗនៅពេលនោះស្រាប់តែមានសៀវភៅមួយក្បាលធ្លាក់ទៅលើដីដោយខ្លួនឯងខ្ញុំក៏អោនរើសវាយកមកមើលវាជាសៀវភៅចាស់ប្រផុយស្ទើរតែរលេះដាច់ចេញពីគ្នាទៅហើយសៀវភៅនោះមានចំណងជើងថាសៀវភៅងងឹតជាអក្សរសរសៃដៃយីវាជាប្រឡំលោកឬខ្ញុំក៏បើកមួយទំព័រមើលឃើញជាអក្សរសរសេរដោយដៃទាំងអស់វាប្រហែលជាសៀវភៅចម្លងបន្តហើយមើលទៅពិតជាចម្លែកណាស់តើអ្នកណាទៅចម្លងរឿងប្រឡំលោកមកដាក់នៅទីនេះធម្មតាសៀវភៅប្រភេទនេះនៅក្នុងបណ្ណាល័យមិនដែលមានឃើញឡើយខ្ញុំគ្រាន់តែមើលឃើញថាជាអក្សរសរសេរដៃតែមិនបានអាននៅឡើយទេខ្ញុំក៏យកសៀវភៅនោះទៅទុកក្នុងទូវិញហើយក៏រើសយកសៀវភៅផ្សេងមកអានសៀវភៅចំពេលដែលមានភាពស្ងប់ស្ងាត់ល្អគួរតែអានដោយចិត្តស្ងប់តែខ្ញុំបែរជាមានអារម្មណ៍ថាមិនស្ងប់ទៅវិញខ្ញុំមានអារម្មណ៍បែបនេះដោយមិនដឹងពីមូលហេតុមកដល់ផ្ទះវិញខ្ញុំក៏នៅតែមានអារម្មណ៍មិនល្អដដែលអូយមានអារម្មណ៍ថាធុញថប់ណាស់ហេតុអ្វីបានជានៅសុកខ្ញុំមានអារម្មណ៍បែបនេះពេលងូតទឹករួចហើយខ្ញុំក៏ដើរយកសៀវភៅមេរៀនមកអានក៏ប្រទះឃើញសៀវភៅចាស់សុំនេះដៃដែលខ្ញុំឃើញនៅក្នុងបណ្ណាល័យនោះមកនៅលើតុរបស់ខ្ញុំទៅវិញខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយភ័យខ្លាចទៅទៀតហេតុអីនៅសុកស្រាប់តែសៀវភៅនោះមកនៅលើតុរបស់ខ្ញុំដោយឯងបែបនេះខ្ញុំភ័យណាស់ក៏ប្រញាប់រត់ចេញទៅក្រៅហើយនិយាយប្រាប់ម៉ាក់ខ្ញុំម៉ាក់បាននិយាយឲ្យលួងខ្ញុំកុំឲ្យភ័យខ្លាចខ្ញុំមានភាពកក់ក្ដៅនៅពេលដែលបានមកនៅជិតម៉ាក់អារម្មណ៍ភ័យខ្លាចក៏បានកាត់បន្ថយខ្ញុំមិនហ៊ានទៅក្នុងបន្ទប់របស់ខ្ញុំឡើយយប់នេះខ្ញុំនៅគេងជាមួយនឹងម៉ាក់គឺខ្ញុំខ្លាចសៀវភៅនោះណាស់ព្រឹកឡើងទៅសាលាខ្ញុំមិនហ៊ានចូលមើលសៀវភៅនៅក្នុងបណ្ណាល័យឡើយព្រោះភាពភ័យខ្លាចបានដក់ជាប់នៅក្នុងចិត្តរបស់ខ្ញុំដោយសារតែបណ្ណាល័យនោះសូម្បីតែដើរកាត់ខ្ញុំមិនហ៊ានទាំងដើរកាត់ផងម៉ាក់ខ្ញុំបានហាមថាមិនឲ្យនិយាយរឿងនេះប្រាប់អ្នកណាឡើយខ្ញុំក៏លាក់បាំងរឿងនេះមិនឲ្យអ្នកណាដឹងឡើយមានមិត្តជាច្រើនដែលធ្លាប់ទៅអានសៀវភៅជាមួយគ្នាបានសួរនាំខ្ញុំថាហេតុអីបានមិនឃើញតែអានសៀវភៅខ្ញុំឆ្លើយថាអារម្មណ៍មិនល្អខ្ញុំចង់ប្រាប់ពួកគេណាស់ថាក្នុងបណ្ណាល័យនោះមានខ្មោចប៉ុន្តែខ្ញុំមិនហ៊ានល្មើសនឹងបញ្ជារបស់អ្នកឡើយខានអានសៀវភៅបែបនេះខ្ញុំដូចជាអបសុខណាស់ខ្ញុំមានតែអង្គុយបណ្ដែតអារម្មណ៍ទៅក្រោមដើមឈើតែប៉ុណ្ណោះនៅពេលគិតរឿងសៀវភៅខ្ញុំកាន់តែឆ្ងល់ហេតុអីបានជាខ្មោចយកសៀវភៅនោះទៅទុកទៅដល់នឹងបន្ទប់របស់ខ្ញុំតើគេចង់ឲ្យខ្ញុំអានមែនទេសៀវភៅនោះគួរឲ្យខ្លាចណាស់ខ្ញុំមិនហ៊ានបើកអានវាឡើយខ្ញុំគេងជាមួយនឹងម៉ាក់ជាច្រើនយប់ថ្ងៃមួយម៉ាក់បានប្រាប់ថាតើកូនសុខចិត្តរត់ទៅគេងជាមួយម៉ាក់ចោលបន្ទប់ខ្លួនរហូតឬតាមពិតខ្ញុំក៏គិតឃើញអញ្ចឹងដែរគឺយើងមិនត្រូវគេចវេះពីបញ្ហាឡើយគឺខ្ញុំត្រូវតែធ្វើអ្វីមួយដើម្បីឲ្យភាពភ័យខ្លាចហើយហ៊ានចូលគេងនៅក្នុងបន្ទប់ខ្លួនដោយធម្មតាវិញយប់នេះខ្ញុំនឹងជំនះចិត្តខ្លួនឯងឲ្យបានគឺខ្ញុំត្រូវតែចូលគេងនៅក្នុងបន្ទប់វិញតើនឹងមានរឿងអ្វីកើតឡើងខ្ញុំត្រូវតែប្រឈមជាមួយនឹងបញ្ហានោះហើយខ្ញុំក៏ចង់ដឹងដែរថាហេតុអីបានជាគេឲ្យខ្ញុំអានសៀវភៅនោះតើក្នុងសៀវភៅនោះនិយាយអំពីអ្វីបែកពីបន្ទប់ 4-5 យប់ខ្ញុំក៏អាឡ័យបន្ទប់នោះណាស់នៅពេលដែលខ្ញុំតាំងចិត្តឲ្យក្លាហានបែបនេះ
ភាពភ័យខ្លាចមិនសូវជាខ្លាំងដូចមុនឡើយគឺខ្លាចតិចៗហើយខ្ញុំបែរជាចង់ដឹងចង់អានសៀវភៅនោះទៅវិញខ្ញុំអង្គុយនៅចំពោះមុខសៀវភៅនោះតើខ្ញុំគួរតែបើកអានវាឬក៏អត់ខ្ញុំលុបដៃចាប់យកសៀវភៅនោះទាំងចង្វាក់បេះដូងលោតយ៉ាងញឹកញាប់ដៃរបស់ខ្ញុំញ័រញាក់ហៀបទៅនឹងបើកអានសៀវភៅស្រាប់តែឮម៉ាក់ស្រែកពីក្រោយថាកុំអានវាខ្ញុំក៏ទម្លាក់សៀវភៅនោះទុកភ្លាមមើលទៅហាក់ដូចជាមានទឹកមុខស្លេកស្លាំងខ្ញុំក៏សួរទៅគាត់ថាហេតុអីបានជាហាមឲ្យខ្ញុំមិនអានសៀវភៅនោះគាត់ប្រាប់ថាខ្លាចមានបញ្ហាព្រោះវាមិនមែនជាសៀវភៅធម្មតាឡើយហើយគាត់បានប្រាប់ឲ្យខ្ញុំយកសៀវភៅនោះទៅទុកទៅនឹងកន្លែងដើមវិញនៅព្រឹកស្អែកនេះយប់មិញគ្មានបញ្ហាអ្វីកើតឡើងចំពោះខ្ញុំឡើយហើយព្រឹកនេះខ្ញុំក៏បានយកសៀវភៅទុកនៅក្នុងបណ្ណាល័យវិញតាមបញ្ជារបស់ម៉ាក់នៅពេលដែលចូលមកដល់ក្នុងបណ្ណាល័យមានមិត្តភ័ក្តិខ្ញុំម្នាក់បានសួរថាថ្ងៃនេះទើបតែឃើញខ្ញុំអាចមកខ្ញុំក៏បានប្រាប់ទៅវិញថាគឺខ្ញុំយកសៀវភៅមកទុកនៅពេលដែលខ្ញុំបានយកសៀវភៅនោះទៅទុកមានអារម្មណ៍ថាមិត្តភ័ក្តិម្នាក់នោះបានសម្លឹងមើលមកខ្ញុំនៅពេលដែលខ្ញុំទៅវិញគេក៏សួរខ្ញុំថាតើសៀវភៅនោះឯងយកទៅទុកអំបញ្ញមិញជាសៀវភៅអ្វីដែរខ្ញុំក៏កុហកប្រាប់ថាជាសៀវភៅសិក្សាធម្មតាតែមើលទៅដូចជាគេមិនអស់ចិត្តឡើយនឹងចម្លើយរបស់ខ្ញុំថ្ងៃគេដៀងទៅមើលកន្លែងដែលខ្ញុំទុកសៀវភៅនោះនៅពេលដែលដល់ម៉ោងរៀនខ្ញុំមិនឃើញមិត្តភ័ក្តិម្នាក់នេះមកសោះយីអំបញ្ញមិញឃើញនៅក្នុងបណ្ណាល័យជាមួយខ្ញុំទៅតើហេតុអីបានជាពេលនេះមិនទាន់ឃើញនឹងមកចូលរៀននៅឡើយតើគេនៅស្ងំមើលសៀវភៅអីបានជាជក់ចិត្តដល់ថ្នាក់កិច្ចម៉ោងរៀននេះទេមិនមែនទេតិចលោគេអានសៀវភៅនោះទៅខ្ញុំត្រូវតែទៅមើលនេះនៅពេលនេះខ្ញុំក៏សុំគ្រូចេញទៅក្រៅក៏ហៅថាមានការសំខាន់ខ្ញុំព្រួយបារម្ភណាស់ខ្ញុំខ្លាចនឹងមានបញ្ហាដោយសារតែសៀវភៅនោះទៅដល់នៅក្នុងបណ្ណាល័យខ្ញុំក៏ដើររកនាងគ្រប់ច្រកល្ហកតែមិនឃើញនាងឡើយគឺឃើញតែសៀវភៅចម្លែកនោះនៅលើតុគឺមានអ្នកយកមកអានហើយមិនបានយកទៅទុកនៅកន្លែងដើមវិញទេខ្ញុំហ៊ានថាអ្នកដែលអាននោះគឺជាមិត្តរបស់ខ្ញុំពិតជានាងហើយមិនកើតទេខ្ញុំត្រូវតែទៅរកនាងឲ្យឃើញខ្ញុំបានយករឿងនេះប្រាប់គ្រូហើយគ្រូក៏បញ្ជាឲ្យសិស្សជាច្រើនជួយតាមរកនាងអ្នកខ្លះទៅរកនាងនៅឯផ្ទះគឺពួកយើងបារម្ភពួកយើងបានចែកគ្នាក្នុងការរកនាងនៅពេលដែលសិស្សទៅរកនាងដល់ផ្ទះនោះទៅដល់ហើយរកនាងមិនឃើញក៏បង្កជាភាពផ្អើលឆោឡោឡើងធ្វើឲ្យឪពុកម្ដាយរបស់នាងមិត្តភ័ក្តិដែលបាត់ខ្លួននោះស្លន់ស្លោខ្ញុំជឿជាក់ថាការបាត់ខ្លួននេះច្បាស់ជាមានជាប់តាក់ទងទៅនឹងសៀវភៅនោះជាមិនខានតើនាងបាត់ទៅណាទៅនោះមិននឹកស្មានថានៅលើโลกនេះមានរឿងចម្លែកបែបនេះសោះបើខ្ញុំនិយាយថាការបាត់ខ្លួននេះមានជាប់តាក់ទងទៅនឹងសៀវភៅនោះប្រហែលជាគ្មានអ្នកជឿទេមើលទៅសំណាងហើយដែលខ្ញុំមិនបានអានវានោះតើក្នុងសៀវភៅនោះគេជជែកអំពីអ្វីទៅបានជាមានឥទ្ធិពលបែបនេះមានសិស្សម្នាក់បានមកប្រាប់គ្រូថាគេឃើញសាកសពនាងចង្កសម្លាប់ខ្លួននៅលើដើមឈើមួយបថោនាងសម្លាប់ខ្លួនឮដំណឹងនេះធ្វើឲ្យខ្ញុំស្លុតនៅក្នុងចិត្តយ៉ាងខ្លាំងគឺនាងបានចង្កសម្លាប់ខ្លួននៅក្រោមដើមអំពិលក្បែរបងនៅក្រោយសាលាអោព្រះអើយគួរឲ្យសង្វេគណាស់មើលចុះមិនគួរណានាងស្លាប់ទាំងវ័យក្មេងបែបនេះសោះទេខ្ញុំត្រូវតែបំផ្លាញសៀវភៅនោះចោលខ្ញុំមិនទុកវាឲ្យនៅនាំតែបង្កគ្រោះថ្នាក់ដល់អ្នកណាផ្សេងទៀតឡើយខ្ញុំក៏ប្រញាប់ទៅបណ្ណាល័យជាបន្ទាន់មកពីសៀវភៅនេះហើយបានជាមិត្តរបស់ខ្ញុំស្លាប់ខ្ញុំមិនទុកឲ្យអ្នកណាម្នាក់ស្លាប់ដោយសារថាវាទៀតទេតែដល់ឃើញមិត្តម្នាក់កំពុងតែកាន់សៀវភៅនោះរៀបនឹងអានខ្ញុំក៏បានស្រែកទាំងភ័យទាំងបកពោះថាកុំអានទម្លាក់វាចោលទៅមិត្តម្នាក់នោះធ្វើភ្នែកស៊ីស្លើដាក់ខ្ញុំដោយភាពងឿងឆ្ងល់នាងសួរមកកាន់ខ្ញុំថាហេតុអីបានជាមិនឲ្យអានសៀវភៅនេះដូច្នេះចុះហេតុអីបានជាឯងធ្វើដូចជាស្លន់ស្លោម្ល៉េះ
ខ្ញុំបានផ្ដើមនឹងថាវាជាសៀវភៅពិឃាតមានមិត្តភក្តិម្នាក់បានស្លាប់ដោយសារតែអានវាគេសើចរបៀបហួសចិត្តហើយតបថាវាមិនអាចនោះទេគ្រាន់តែអានសៀវភៅប៉ុណ្ណោះវាមិនដូចទៅនឹងរឿងព្រេងនិទានឯណាខ្ញុំពិតជាបារម្ភនឹងហើយជំនួសគេខ្លាំងណាស់ខ្ញុំក៏រត់ចូលដើម្បីឆាប់សៀវភៅពីគេក៏កិច្ចមិនឲ្យនឹងខ្ញុំដើមសៀវភៅនោះចេញពីគេឡើយហើយសម្ដែងនៅទឹកមុខក្រោតខឹងដាក់ខ្ញុំទៀតផងខ្ញុំបង្វល់នាងសូមឲ្យនាងកុំអានវាតែនាងបែរជាតបមកខ្ញុំវិញថាខ្ញុំជាមនុស្សឈួតទៅវិញខ្ញុំមិនអន់ចិត្តទេព្រោះនាងមិនជឿហើយខ្ញុំក៏នៅតែព្យាយាមហាមគាត់នាងជានិច្ចនាងកាន់សៀវភៅដើរចេញទៅក្រៅខ្ញុំដើរតាមនិយាយពយល់ប្រាប់នាងនៅតាមផ្លូវរហូតទោះបីជានាងសម្ដែងនៅរពាធុញទ្រាំដាក់ខ្ញុំក៏ដោយដោយសារតែច្រេញនឹងខ្ញុំខ្លាំងនាងក៏ឈប់ស្ដីឲ្យខ្ញុំខ្លាំងថាឯងនេះរំខានណាស់ឯងដឹងមកពីណាថាសៀវភៅនេះជាសៀវភៅពិឃាតឯងឈួតហើយមែនទេនៅពេលនោះមានលោកគ្រូម្នាក់បានដើរកាត់ឮនាងស្ដីឲ្យខ្ញុំក៏សួរថាតើមានរឿងអ្វីខ្ញុំក៏ប្រាប់គាត់ថាគឺខ្ញុំមិនចង់ឲ្យនាងអានសៀវភៅនោះទេព្រោះសៀវភៅនេះជាសៀវភៅពិឃាតលោកគ្រូម្នាក់នោះបាននិយាយទាំងអស់សំណើចបន្តិចបន្តួចថាមិនអាចទៅរួចទេនេះប្អូនបានអានរឿងខ្មោចច្រើនពេកហើយមែនឬប្អូនគួរតែរៀនវិភាគខ្លះទៅកុំចេះតែជឿអារឿងតែផ្ដាស់ហ្នឹងមិនល្អទេហើយគាត់ក៏សុំសៀវភៅនោះយកមកមើលរួចហើយក៏យកសៀវភៅនោះទៅបាត់ទៅខ្ញុំមិនដឹងថាហាមគាត់យ៉ាងដូចម្តេចទេមានតែបណ្ដោយឲ្យតាមដំណើរប៉ុណ្ណោះព្រោះតែគាត់បានបដៅខ្ញុំរួចទៅហើយសង្ឃឹមថាគាត់នឹងមិនមានបញ្ហាអ្វីទេចុះយប់នេះខ្ញុំគេងមិនលក់សោះព្រោះតែគិតបារម្ភពីលោកគ្រូម្នាក់នោះតើគាត់បើកអានវាហើយឬនៅណោះបើខ្ញុំមិនដឹងប្រហែលជាមិនខ្វល់ដូចពេលនេះទេព្រឹកឡើងនៅពេលដែលទៅដល់សាលាខ្ញុំក៏រកមើលគ្រូដែលយកសៀវភៅនោះទៅតែមិនឃើញគាត់សោះខ្ញុំក៏សួរលោកគ្រូអ្នកគ្រូដែលសិក្សាស្នាជាមួយនឹងគាត់ពួកគាត់បានប្រាប់ថាលោកគ្រូម្នាក់នេះកំរមកយឺតយ៉ាងណាស់ឮពួកគាត់និយាយប្រាប់បែបនេះរឹតតែធ្វើឲ្យខ្ញុំព្រួយបារម្ភខ្ញុំក៏យករឿងសៀវភៅនេះប្រាប់ដល់លោកគ្រូអ្នកគ្រូដែលសិក្សាស្នាជាមួយនឹងគាត់ហើយពួកគាត់បែរជាអស់សំណាងហើយបានទូន្មានពីបដាខ្ញុំកុំឲ្យជឿទៅលើរឿងប្រេះផ្ដាស់នឹងទៅវិញរឿងដែលធ្វើឲ្យខ្ញុំកាត់ក្តីអាម៉ាស់ចំពោះមុខអ្នកគ្រូលោកគ្រូទាំងលោកបំផុតនោះគឺលោកគ្រូដែលយកសៀវភៅនោះទៅបានមកដល់លោកគ្រូអ្នកគ្រូទាំងនោះក៏បានសួរនាំគាត់អំពីរឿងអានសៀវភៅពិឃាតរបៀបដូចជាការលេងសើចបង្អាប់គ្នាលេងខ្ញុំឈឺចាប់ខ្លាំងណាស់ខ្ញុំចង់យំតែខ្ញុំមិនយំឡើយនៅចំពោះមុខពួកគាត់ហើយពួកគាត់ដឹងនោះទេខ្ញុំនឹងទៅពួនយំអស់ឆ្ងាយខ្ញុំមកយំតែម្នាក់ឯងនៅក្រៅសាលានៅទីនោះស្ងាត់ណាស់គិតទៅខ្ញុំកំពុងតែឈួតឡប់តែម្នាក់ឯងដោយដែលគេថាមែនហើយព្រោះនិយាយអ្វីក៏គ្មានអ្នកជឿដែរខ្ញុំតឹងទ្រង់ខ្លាំងណាស់ព្រោះចង់ឲ្យគ្រប់គ្នាដឹងដូចអ្វីដែលខ្ញុំបានដឹងខ្ញុំមិនចង់ឲ្យមានអ្នកណាស្លាប់ទៀតទេឬមួយក៏ខ្ញុំត្រូវតែធ្វើលេងដឹងលេងឮទេខ្ញុំត្រូវតែបញ្ជាក់ឲ្យពួកគេដឹងតតែច្បាស់ខ្ញុំឆ្ងល់ណាស់ហេតុអីបានជាចូលមកដល់ក្នុងថ្នាក់ម្នាក់សម្លឹងមកមើលខ្ញុំនិយាយសុខគ្នាយីគេនិយាយអាក្រក់ពីខ្ញុំទៀតទៅនៅពេលនោះលោកនាយកសាលាបានចូលមកដល់ក្នុងថ្នាក់នេះជាសញ្ញាឲ្យដឹងថាច្បាស់ជាមានរឿងអីមួយមិនខានលោកគ្រូនាយកបានហៅឈ្មោះខ្ញុំក៏ចេញទៅជួបនឹងគាត់ក៏បាននិយាយស្ដីបន្តឲ្យខ្ញុំថាថ្ងៃក្រោយឈប់បង្កើតភាពឆោឡោនៅក្នុងសាលាទៀតដឹងទេឯងដឹងទេឥឡូវនេះសិស្សទាំងអស់លែងហ៊ានចូលទៅអានសៀវភៅនៅក្នុងបណ្ណាល័យទៀតហើយព្រោះតែល្បីថាមានសៀវភៅពិឃាតនៅក្នុងនោះព្រោះតែនាងហើយទើបពួកគេខ្លាចបែបនេះខ្ញុំបានត្រឹមតែទម្លាក់មុខចុះស្ដាប់លោកនាយកស្ដីបន្ទោសទាំងស្ពឹកមុខខ្ញុំហាមាត់និយាយអ្វីក៏មិនចេញឡើយមានតែអារម្មណ៍ងួនណែនៅក្នុងដើមទ្រូងខ្លាំងណាស់
ខ្ញុំបានទៅសុំសៀវភៅនោះពីលោកគ្រូម្នាក់នោះវិញគាត់មិនឲ្យខ្ញុំទេគាត់ប្រាប់ថាគាត់បានអានវាចប់ហើយប្រគល់វាមកឲ្យខ្ញុំវិញខ្ញុំបានហាមគាត់កុំឲ្យអានវាគាត់ប្រាប់ថាមិនជឿទេថាបើសិនបើគាត់អានទៅគាត់នឹងស្លាប់នោះខ្ញុំបង្វល់គាត់សុំសៀវភៅនោះពីគាត់តែគាត់មិនព្រមឲ្យវាមកកាន់ខ្ញុំឡើយក្រោយមកក៏មានដំណឹងមកថាលោកគ្រូម្នាក់នោះបានជិះឡានចូលទន្លេសម្លាប់ខ្លួនឮដំណឹងនេះខ្ញុំតក់ស្លុតណាស់គឺមកពីអានសៀវភៅនោះទៀតហើយលើកនេះមានមិត្តជាច្រើនចាប់ផ្ដើមជឿតាមខ្ញុំជាពិសេសមិត្តម្នាក់ដែលបានសេបន្តឲ្យខ្ញុំកាលពីលើកមុនប៉ុន្តែលោកគ្រូអ្នកគ្រូនៅតែមិនជឿនៅឡើយហើយថែមទាំងបានបំបិតមិនឲ្យលេចឮពាក្យថាសៀវភៅវិគៀបផងលោកនាយកបានហៅសិស្សទាំងអស់ទៅប្រជុំមិនឲ្យសិស្សទាំងអស់និយាយពីសៀវភៅនោះឡើយគាត់គំរាមថាបើអ្នកណាម្នាក់ហ៊ាននិយាយអំពីរឿងនេះបើគាត់ដឹងគាត់នឹងដេញចេញពីសាលាភ្លាមពួកយើងមិនត្រូវខ្លាចគាត់ដេញចេញពីសាលានោះទេពួកយើងបានប្រាជ្ញាគ្នាថានឹងធ្វើគ្រប់យ៉ាងបញ្ជាក់ឲ្យពួកគាត់ជឿលើរឿងនេះឲ្យបានពេលនេះសៀវភៅនោះបានធ្លាក់ទៅលើលោកនាយកសាលាគឺគាត់បានយកសៀវភៅនោះពីផ្ទះលោកគ្រូដែលបានសម្លាប់ខ្លួនមករក្សាទុកខ្លាចយើងយកទៅបង្ករឿងតែមិនដឹងថាគាត់មានគំនិតផ្សេងពីនឹងឬយ៉ាងណានោះទេមានមិត្តខ្លះសង្ស័យថាលោកនាយកនឹងយកសៀវភៅនោះមកអានខ្ញុំក៏ព្រួយបារម្ភអំពីលោកនាយកដែរខ្លាចគាត់អានទៅនឹងសម្លាប់ខ្លួនដោយអ្នកមុនឯមតិរបស់មិត្តខ្លះទៀតបានយល់ឃើញថាគាត់បានយកសៀវភៅនោះទៅបំផ្លាញចោលបាត់ហើយពួកគាត់បានឃើញលោកនាយកដើរចូលទៅក្នុងបណ្ណាល័យពួកយើងក៏ទៅតាមលបមើលគឺឃើញលោកនាយកកាន់សៀវភៅនោះយីថាគាត់បានយកវាមកមើលហើយឬខ្ញុំមិនដឹងអំពីគាត់សោះថាគាត់យកវាមកទុកក្នុងបណ្ណាល័យគួរឲ្យសោកស្ដាយណាស់តែមិនបានដឹងបើដឹងនឹងយកសៀវភៅនោះតែដុតចោលជាមិនខានហេតុអីបានជាលោកនាយកធ្វើដូចជាស្ទាក់ស្ទើរនៅក្នុងការអានឬមួយក៏គាត់ជឿតិចដែរគាត់ប្រហែលជាចង់ដឹងហើយមើលទៅគាត់បើកមើលហើយពួកយើងក៏សម្រុកចូលហើយឆក់យកសៀវភៅពីលោកនាយកដើម្បីកុំឲ្យគាត់អានគាត់បានស្ដីបន្ទោសឲ្យពួកយើងថាពួកឯងទាំងអស់គ្នាចង់ឲ្យយើងបណ្ដេញចេញមែនឬពួកឯងនេះពិតជាពិបាកប្រដៅណាស់ខ្ញុំក៏និយាយទៅកាន់គាត់ថាគឺពួកយើងខ្លាចលោកនាយកមើលសៀវភៅនេះហើយទៅសម្លាប់ខ្លួនគឺពួកយើងសង្កល់ឃើញថាមានមនុស្ស2នាក់ដែលទៅសម្លាប់ខ្លួនក្រោយពីបានអានវាមើលទៅគាត់ដូចជាជឿតែគាត់មានណាស់ហើយបានទាសៀវភៅនោះពីពួកយើងនៅពេលនោះខ្ញុំក៏បានយកសៀវភៅនោះមកហែកតែដៃរបស់ខ្ញុំស្រាប់តែរឹងកម្រើកមិនបានពួកគេទាំងអស់ចូលសម្លឹងមកមើលខ្ញុំដោយងឿងឆ្ងល់ព្រោះឃើញខ្ញុំធ្វើមុខដូចជាចង់យំកម្រើកដៃមិនបានមានមិត្តម្នាក់សួរខ្ញុំថាកាត់អីខ្ញុំបាននិយាយប្រាប់ពួកគេក៏នាំគ្នាទាញសៀវភៅនោះពីដៃខ្ញុំអាចកម្រើកដៃវិញបានហើយយីអំបែងមិញដូចជាមានអ្វីម្យ៉ាងចាប់ដៃខ្ញុំនៅពេលនោះស្រាប់តែមានខ្យល់បក់ចូលក្នុងបណ្ណាល័យយ៉ាងខ្លាំងធ្វើឲ្យពួកយើងស្ទើរតែទប់ខ្លួនមិនជាប់សៀវភៅជាច្រើនបានហើរធ្លាក់រីប៉ាយទៅនឹងដីយីខ្យល់អីចម្លាច់ម្លេះមើលទៅលោកនាយកពេលនេះដូចជាភ័យខ្លាំងណាស់គាត់ក៏និយាយប្រាប់ពួកយើងថាពួកឯងជប់ចង់បំផ្លាញសៀវភៅនោះទៅគាត់ជឿហើយមែនទេគាត់ខ្លាចមានបញ្ហានៅពេលដែលពួកយើងព្យាយាមបំផ្លាញសៀវភៅនោះប៉ុន្តែពួកយើងត្រូវតែបំផ្លាញវាយើងនឹងដុតវាចោលគាត់តែងនិយាយចេញមកដូចនេះស្រាប់តែសៀវភៅនោះរបូតចេញពីដៃមិត្តខ្ញុំតែកម្លាំងអ្វីបានបណ្ដាលឲ្យសៀវភៅនោះធ្វើចលនាបានវាមានអ្វីម្យ៉ាងដែលជាប់តាក់ទាញគ្នាមិនខានវាគឺព្រលឹងខ្មោចគេដឹងពេលនោះយើងពិបាកនឹងបំផ្លាញសៀវភៅនោះចោលណាស់ប៉ុន្តែពួកយើងត្រូវតែបំផ្លាញវាយើងនឹងដុតវាចោលគាត់និយាយចេញមកដូចនេះស្រាប់តែសៀវភៅនោះ
របូតចេញពីដៃមាត់ខ្ញុំតើមានកម្លាំងអ្វីបានបណ្ដាលឲ្យសៀវភៅនោះធ្វើចលនាបានវាមានអ្វីម្យ៉ាងចាប់ទាញវាជាមិនខានវាគឺជាព្រលឹងខ្មោចពេលនោះយើងពិបាកនឹងបំផ្លាញសៀវភៅនោះណាស់ខ្យល់គួចបានគួចចូលក្នុងបណ្ណាល័យហើយតម្រង់មករកពួកយើងធ្វើឲ្យពួកយើងនាំគ្នាទាំងព្រលឹងចុងសក់គ្រប់គ្នាពួកគេរត់ទៅមុនអស់ឯខ្ញុំឆ្លៀតរើសសៀវភៅនោះមកតាមផងខ្យល់គួចនោះបាត់ឈឹងហើយមិត្តម្នាក់នាំគ្នាអង្គុយហត់ដង្ហក់បែកញើសចុកប្រាណគ្រប់គ្នាយីបាត់លោកនាយកតាណាទៀតហើយមិនឃើញគាត់រត់មកឡើយជាមួយពួកយើងទេពួកយើងក៏នាំគ្នាត្រឡប់ទៅកាន់បណ្ណាល័យក្រែងលោកនាយកមានគ្រោះថ្នាក់អ្វីខណៈដែលខ្យល់គួចនោះបក់មកពួកយើងស្មានមិនខុសឡើយទៅដល់ឃើញលោកនាយកសាលាដេកស្លាប់នៅក្នុងបណ្ណាល័យមានឈាមហូរចេញពីមាត់គួរឲ្យអាណិច្ចាណាស់សៀវភៅនេះសាហាវណាស់តើអ្នកណាជាអ្នកបង្កើតវាតើគេសរសេរអ្វីនៅក្នុងសៀវភៅនោះក្រោយពីលោកនាយកទទួលមរណភាពមានសារព័ត៌មានជាច្រើនចុះផ្សាយអំពីរឿងនេះខ្ញុំជាអ្នកបកស្រាយរឿងរ៉ាវទាំងអស់ដល់ពួកសារព័ត៌មានដែលបានកើតឡើងតាំងពីដំបូងរហូតមកសាច់រឿងមួយនេះក៏បានមកដល់ទីបញ្ចប់ផងដែរតើប្រិយមិត្តអ្នកស្ដាប់យល់អំពីសាច់រឿងនេះមានម្ដេចដែរសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ